យោធាសៀមបានបង្ហោះដ្រូនដែលមានទម្លាក់ទង់ជាតិរបស់ប្រទេសសៀមរូបភាពវីដេអូដោយដែលបង្ចោយបានដាក់ជូនអញ្ចឹងដែលគេធ្វើការបកគោប្រកាសក្នុងបណ្ដាញសង្គមគេកុហករាសរបស់ខ្លួនថាតំបន់អានសេះហ្នឹងគឺសៀមគ្រប់គ្រងកាន់កាប់បានហើយមិនត្រឹមតែលើដីទេណាសម្បីតែលើអាកាសណាបងប្អូនវាចង់បានពេករហូតដល់ថាសម្បីតែលើអាកាសហ្នឹងក៏វាទម្លាក់ទង់ជាតិវាថាវាកាន់កាប់តំបន់អានសេះដែរណាទាំងដែលគណៈនេះកម្ពុជាបើយើងនៅកាន់កាប់គ្រប់គ្រងការពារតំបន់អានសេះរបស់យើងនៅឡើយទេហើយសៀមវាចង់បានណាវានៅវាយបហាវាយសង្គ្រប់មកមិនព្រមដកដៃនោះទេណាព្រោះវាចង់បានហើយវាយកមិនបានវាវាយមិនបែកដល់ទៅពេលហើយវាអត់មានមុខអីត្រូវទៅប្រកាសជូនរាជវាថាយកបានអញ្ចឹងអត់ដឹងថាត្រូវធ្វើម៉េចកុំឲ្យរាជវាមើងងាយសិតតែ3ថ្ងៃអីដល់ព្រំអីស្អីគេ3ថ្ងៃខ្មែររៀបរយដល់ពេលមិនទៅជារៀបរយវាយទៅមុខមិនបានកន្លែងណាក៏យកមិនបានអញ្ចឹងបោះដ្រូនមួយតម្លាក់តុងជាតិមកបញ្ជាក់ថាតំបន់អានសេះហ្នឹងគឺរបស់សៀមហ្នឹងវាទៅជាឈួតអញ្ចឹងបានទៀតណាសៀមវាបែកប្រមាត់ថ្លាន់ដើម្បីប្រជាប្រិយភាពខ្លួនឯងបោករាជខ្លួនឯងថាខ្លួនឯងបានហើយដើម្បីទទួលបានប្រជាប្រិយភាពដើម្បីទទួលបានអាការសរសើរថាយោធាសៀមអស់ចាស់ណាស់យកបានហើយតែតែធៀបពិតជាក់ស្ដែងនៅនឹងព្រំដែនវាអត់មែនអញ្ចឹងណាបងប្អូនខ្មែរយើងនៅកាន់កាប់នៅការពារនៅឡើយប៉ុន្តែវាទៅបរោះវាទៅបំផុសអញ្ចឹងណា